បាទជំរាបសួរបងប្អូនសិស្សានុសិស្សជាទីស្រឡាញ់ថ្ងៃនេះយើងនឹងរៀនមេរៀនបន្តទៀតទាក់ទងជាមួយនឹង present simple កិរិយាសព្ទ to be ចឹងសម្រាប់មេរៀននេះគឺបងប្អូននឹងយល់ដឹងអំពីការសរសេរទម្រង់កិរិយាសព្ទ to be នៅក្នុងការ present simple សម្រាប់វីដេអូនេះដែរគឺមានការឧបត្ថម្ភពីសាលារៀនបង្វឹកគួរពិសេសពលិបញ្ញាសាខាទី4រាជធានីភ្នំពេញសាលាមានបើកចំណេះដឹងទូទៅថ្នាក់បំប៉នភាសាខ្មែរគណិតវិទ្យារូបវិទ្យាគីមីវិទ្យាជីវវិទ្យាភាសាអង់គ្លេសនិងជំនាញកុំព្យូទ័រគ្រប់កម្រិតសាលាមានទីតាំងនៅផ្លូវបេតុងវត្តអង្គតាមីងនៅផ្លូវបេតុងចូលវត្តច្រកអង្គតាមីងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញអូខេកុំឲ្យខាត់ពេលយូរបងប្អូនសិក្សាជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងខ្ញុំមានទម្រង់ខ្ញុំបានរៀបចំរួចហើយបាទចឹងខ្ញុំទៅសេនគឺសង្ឃឹមថាបងប្អូនអាចនឹងរៀនទៅយល់ក្នុងការប្រើប្រាស់អូខេខ្ញុំអានជូន the present simple tense with the verb to be am is are កន្លែងនេះគឺយើងប្រែថាបច្ចុប្បន្នកាលធម្មតាជាមួយនឹងកិរិយាសព្ទ to be ហើយខ្ញុំបានបំបែក to be នេះយើងបែកបាន3 am is are បាទនិយមន័យរបស់ present simple definition និយមន័យ the present simple tense is used to express an action or habit in the present time កន្លែងនេះគឺយើងប្រែថាបច្ចុប្បន្នកាលធម្មតាត្រូវបានគេប្រើប្រាស់ដើម្បីបញ្ជាក់នៅសកម្មភាពឬក៏ទម្លាប់នៅក្នុងពេលបច្ចុប្បន្នអូខេនេះគឺជារូបមន្តបាទ formula បាទយើងប្រែថារូបមន្តខាងក្រោមនេះគឺ positive ប្រយោគស្របអញ្ចឹងប្រយោគស្របគឺយើងបង្កើតជាទម្រង់បែបនេះបាទបងប្អូនឃើញទម្រង់បែបនេះណាខ្ញុំដាក់បន្ទាត់បែបនេះទៅដើម្បីងាយស្រួលយល់អញ្ចឹងវាមាន subject plus am is are plus object មានន័យថាប្រធានបូកមួយ am is are បូកមួយកម្មបត្តិចឹងក្នុងឧទាហរណ៍បងប្អូនឃើញឡើងនេះហើយបាទឧទាហរណ៍ examples ឧទាហរណ៍យើងមាន7ជាមួយនឹងប្រធាន I we you they he she it បាទនេះទម្រង់ស្រប I am a student from Cambodia បាទខ្ញុំគឺជាសិស្សមកពីប្រទេសកម្ពុជាកន្លែងនេះគឺខ្ញុំសរសេរទម្រង់ពេញមកខាងនេះគឺខ្ញុំសរសេរទម្រង់កាត់គឺយើងអានវាថា am យើងអាចអានកាត់ថា I'm a student from Cambodia បាទយើងយកទម្រង់កាត់នេះបានឬក៏សរសេរទម្រង់ពេញនេះក៏បានទម្រង់កាត់នេះក៏បានលេខ2 We are American businessmen អញ្ចឹងពួកយើងគឺជាអ្នកជំនួញជនជាតិអាមេរិកអញ្ចឹងនៅកន្លែងនេះគឺយើងអាចអានកាត់មកបាទ where យើងអានវាថា whereខាងនេះទៀត You are 21 years old មានន័យថាអ្នកមានអាយុ21ឆ្នាំនឹងទម្រង់ពេញបានទម្រង់កាត់អានថា your បាទបែបនេះ They are from the United States ពួកគេមកពីសហរដ្ឋអាមេរិកបាទអញ្ចឹងយើងអានទម្រង់កាត់បែបនេះ They បាទ They're from the United States អញ្ចឹងមកលេខ5 He is a manager in my company គាត់គឺជាអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនរបស់ខ្ញុំអញ្ចឹងយើងឆ្លើយទម្រង់កាត់មកយើងអានទម្រង់កាត់មក his ដែលមានខ្យល់បែបហ្នឹង his បាទមកពី he អូខេនៅកន្លែងនេះ She is a good doctor in the hospital នាងគឺជាគ្រូពេទ្យដ៏ល្អនៅក្នុងទីពេទ្យទម្រង់កាត់ she's
It is a good product from Cambodia វាគឺជាផលិតផលល្អមកពីប្រទេសកម្ពុជាអញ្ចឹងទម្រង់កាត់យើងអាចអានថា it's a good product from Cambodia អញ្ចឹងតកតងទៅនឹងការសរសេរប្រយោគជាមួយនឹង to be MSR គឺយើងប្រើប្រាស់បែបហ្នឹងហើយនេះជាទម្រង់កាត់បាទអញ្ចឹងមើលខាងក្រោមទៀតកន្លែងនេះខ្ញុំដាក់ថា negative ប្រយោគបដិសេធជាងប្រយោគបដិសេធគឺយើងមានទម្រង់គេដែរគឺបែបនេះបាទខ្ញុំដាក់ highlight ឲ្យនេះគឺយើងអានថា subject plus MSR plus not plus object មានន័យថាយើងដើម្បីបង្កើតជាប្រយោគបដិសេធបានគឺយើងត្រូវមាន not នៅកន្លែងនេះមួយទៀតបាទយើងបូក not នៅកន្លែងនេះមួយទៀតបានคล้ายជាប្រយោគបដិសេធនៅពីមុខ to be សំទោសបាទក្នុងការសរសេរទម្រង់បដិសេធគឺយើងសរសេរបានពីររបៀបដែលខ្ញុំដាក់បែបនេះណាយើងមើលឧទាហរណ៍ examples ឧទាហរណ៍បាទកន្លែងនេះទម្រង់ពេញខាងនេះទម្រង់កាត់ I am not a student from Cambodia បាទដែលយើងប្រែថាខ្ញុំមិនមែនជាសិស្សមកពីប្រទេសកម្ពុជាទេដល់ពេលកន្លែងនេះយើងអានកាត់មក am not បាទយើងអាចអានថា am not a student from Cambodia បាទខាងនេះលេខ2 you are not American businessman ពួកយើងសំទោសកន្លែងនេះគេអាន2បាទខ្ញុំអានយូរ we are not American businessmen មានន័យថាពួកយើងមិនមែនជាអ្នកជំនួញជនជាតិអាមេរិកទេអញ្ចឹងយើងអាចអានកន្លែងនេះទម្រង់កាត់មកយើងអានថា we're not យើងអាចសរសេរបាន3របៀបកន្លែងនេះកាត់បែបនេះក៏បានកាត់បែបនេះក៏បានយើងអានថា we're not American businessmen ឬក៏យើងអាចអានថា we aren't American businessmen អូខេទម្រង់ពេញទម្រង់កាត់មានពីររបៀបបែបនេះខាងនេះដូចគ្នាដែរលេខ3 you are not 21 years old អ្នកមិនមែនអាយុ21ឆ្នាំទេអញ្ចឹងយើងអាចសរសេរទម្រង់កាត់បែបនេះបានអានថា you're not ឬក៏ you're not អូខេ you're not 21 years old ឬក៏អានបែបនេះបាន you aren't 21 years old អូខេនៅលេខ4 they are not from the United States មានន័យថាពួកគេមិនមែនមកពីសហរដ្ឋអាមេរិកទេអញ្ចឹងយើងអាចអានកាត់បែបនេះ they are not from the United States ឬក៏បែបនេះ they aren't from the United States លេខ5 he is not a manager in my company ហ្នឹងមានន័យថាគាត់មិនមែនជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំទេចុះបងប្អូនមើលកន្លែងក្នុងកាត់នេះអានថា he's not ហើយនេះបាទអញ្ចឹងបងប្អូនមើលបាទក្នុងនេះ he not ខ្ញុំគុណកាត់បែបនេះក៏បានបែបនេះក៏បាន he isn't ជាអានថា he not a manager in my company ឬក៏ he isn't a manager in my company អូខេមាន3របៀបទម្រង់ពេញទម្រង់កាត់មួយរបៀបទៀតទម្រង់កាត់មួយទៀតបាទលេខ6 she is not a good doctor in the hospital ន័យថានាងមិនមែនជាគ្រូពេទ្យល្អនៅក្នុងមន្ទីរពេទ្យទេបាទអាចអានកាត់ថា she not a good doctor in the hospital ឬក៏អាចអានកាត់មួយទៀតថា she isn't a good doctor in the hospital អូខេលេខ7 it is not a good product from Cambodia អញ្ចឹងយើងអាចអានកាត់ឡើងនេះបានណា it not a good product from Cambodia ឬក៏អានកាត់ឡើងនេះបាន it isn't a good product from Cambodia អូខេបាទនេះគឺជាទម្រង់ប្រយោគបដិសេធដែលខ្ញុំសរសេរមានទម្រង់ពេញហើយនឹងទម្រង់កាត់បាទបែបនេះអូខេទៅខាងក្រោមទៀតទម្រង់នេះគឺគេហៅថាទម្រង់សំណួរឬក៏រូបមន្តទម្រង់សំណួរ question បាទអញ្ចឹងទម្រង់សំណួរគឺយើងទាញបែបនេះអូខេបាទបងប្អូនឃើញឡើងនេះបាទទាញ MSR plus subject plus object សញ្ញាសួរមកអូខេអញ្ចឹងខ្ញុំមានចម្លើយឲ្យទៅមានតាំងប្រយោគសំណួរហើយនឹងចម្លើយកាត់បាទចម្លើយកាត់ស្របចម្លើយកាត់បដិសេធអូខេអញ្ចឹងខ្ញុំនឹងអានជូន examples am I a student from Cambodia ឬក៏អាចអានឡើងនេះថា student ក៏បានដែរ am I a student from Cambodia
បាទដែលប្រែថាតើខ្ញុំគឺជាសិស្សមកពីប្រទេសកម្ពុជាឬអញ្ចឹងយើងឆ្លើយមក yes you are មានន័យថាបាទអ្នកគឺជាសិស្សមកពីប្រទេសកម្ពុជាឬក៏ចាអញ្ចឹងទៅណាបើមិនមែនទេ no you aren't បែបហ្នឹងទៅបាទមានន័យថាទេអ្នកមិនមែនជាសិស្សមកពីប្រទេសកម្ពុជាទេគឺឆ្លើយបែបហ្នឹងណាអញ្ចឹងខ្ញុំសូមអានជាភាសាអង់គ្លេសតែម្ដងទៅកុំឲ្យខាត់ពេកកុំឲ្យពិបាក you ណាវីដេអូអាចស៊ីពេល you Are we American businessmen? Yes, we are. No, we aren't. Are they from... Sorry. Are you 21 years old? Yes, I am. No, I am not. Are they from the United States? Yes, they are. No, they aren't. Is he a manager in my company? Yeah, he is. No, he isn't. Is she a good doctor in the hospital? Yeah, she is. No, she isn't. Is it a good product from Cambodia? Yeah, it is. No, it isn't. បាទនេះគឺជាទម្រង់វេយ្យាករណ៍ present simple ប្រើប្រាស់ជាមួយ the verb to be ជាមួយកិច្ចសព្ទ to be អញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំសង្ឃឹមថាបងប្អូននឹងទទួលបាននៅចំណេះដឹងបន្ថែមពីការប្រើប្រាស់ទម្រង់វេយ្យាករណ៍ឲ្យបានត្រឹមត្រូវនៅក្នុងភាសាអង់គ្លេសនៅពេលដែលបងប្អូនចេះវេយ្យាករណ៍វាប្រៀបដូចជាកលឹះគុណសោមួយអញ្ចឹងក្នុងការសរសេរអត្ថបទភាសាអង់គ្លេសឬក៏និយាយភាសាអង់គ្លេសត្រូវតាមទម្រង់បែបបទនៃភាសាអង់គ្លេសអញ្ចឹងវីដេអូនេះខ្ញុំចែករំលែកប៉ុណ្ណឹងហើយរាល់ការខ្វះខាតបងប្អូនអាចអញ្ជើញមកសិក្សាផ្ទាល់នៅនឹងសាលាបបគូពិសេសពលិបញ្ញាសាខាទី4ទីភ្នំពេញដោយសារតែមេរៀននេះគឺខ្ញុំសរសេរទៅយើងត្រូវការលម្អិតបញ្យលបន្ថែមទៀតអូខេអញ្ចឹងខ្ញុំចែករំលែកប៉ុណ្ណឹងសូមអរគុណច្រើនរាល់ការតាមដានវីដេអូជាមួយនឹងសាលាបបគូពិសេសពលិបញ្ញាឬក៏ channel YouTube ពលិបញ្ញាឬក៏ channel YouTube កំសាន្ត99បាទដែលបានឧបត្ថម្ភពីសាលាបបគូពិសេសពលិបញ្ញាសូមអរគុណច្រើនជួបគ្នាជាមួយវីដេអូក្រោយៗទៀតបាទ